នេះផ្ទះគាត់ទៅធ្វើថ្មីសម្រាប់ទុកប្រគេនលោកពេលលោកចង់មកសឹងចង់មកសម្រាប់អីចឹងណានេះមានទាំងផ្លែញោទៀតអូមានគ្រប់សពឥឡូវយើងដើរទៅមើលតារ៉េនដើមតារ៉េនឥឡូវគាត់បេះផ្លែអស់ហ្នឹងអត់មានផ្លែហ៎សាម៉ៅក៏អស់នេះតារ៉េនដែលគាត់ដាំថ្មីទៀតឥឡូវនេះទឹកនេះឯងបងប្អូនហើយដើមតារ៉េនទូចវានៅស្ទើមានដើមសាម៉ៅអស់ផ្លែឥឡូវយើងដើរទៅមើលចកាតារ៉េនទៅមើលអាតារ៉េនណាដែលមានផ្លែបងប្អូនហើយយើងអត់មានតារ៉េននេះតែនៅអត់តាន់ក្តឹបអត់តាន់វានៅខ្ចីឥឡូវយើងដើរទៅមើលផ្លែតារ៉េនទាំងអស់គ្នានេះឥឡូវយើងដល់ហើយនេះអានេះដូចជាទុំនៅទេអូនៅបងប្អូនអើយតន់ទុំនេះអានេះផ្លែទូចនេះយើងអត់តន់ទុំទេនេះអញ្ចឹងយើងគាត់ណែដើរមើលចាំដល់ទុំយើងចាំមកសាទៀតអូដើររមើលតារ៉េនណាស្ដាយបងប្អូនអើយតារ៉េនអត់ទុំសោះតាមរោតារ៉េនហូបឥឡូវតារ៉េនអត់ទុំមកធ្វើម៉េចនេះអូយស្ដាយមិនស្ទើបងប្អូនអើយឥឡូវអានេះមកដើមទី1ដើមទី2ហើយមិញដើមទី3ដើមទី3អានោះដើមទី1ដើមទី2ឥឡូវមកមើលអាដើមទី3បងប្អូនអើយចងខ្សែចេះខ្លាចពេលវាទុំមកធ្លាក់នេះផ្លែដល់អូតែស្ដាយមកវាអត់តាន់ទុំបងប្អូនអើយយើងមកអត់ទុំថាមករហូបតារ៉េននៅដើមទៅនៅដើមมันឆ្ងាញ់នេះមកដល់នេះដល់ដើមទី5បងប្អូនអត់មានផ្លែបងប្អូនផ្លែតិចឥឡូវគង់ដល់ទៅទៀតទៅរនោះដីគាត់ធំមែនតើបងប្អូនដឹងប្រមាណហាត់ទេខ្ញុំមិនដឹងថាប្រមាណហាត់ទេអត់ជួបគាត់ដើរទៅមួយលោកបាត់ហើយនេះឥឡូវមកដល់ចកាតារ៉េននៅស្រែអំបិលហើយចកាបងពៅហើយបងច័ន្ទណាពីអ្នកប្តីពុនគាត់អូគាត់ជ្រះថ្លាប្រគេនទាំងតារ៉េនលោកប្រគេនទាំងសាម៉ាវលោកគឺទៅបានបុណ្យបានកុសលច្រើនណាស់សូមអនុមោទនាជាមួយបងច័ន្ទណាហើយបងពៅផងបងប្អូននេះអូ